If you look at Switzerland, 61% to 31%. Indonesia, Malaysia, Cambodia. Oh, look at Cambodia, 97%. We're going to bring it down to 49. They made a fortune with the United States of America. United Kingdom, 10%. And we'll go 10%. ខ្ពស់បំផុតប្រធានាធិបតីអាមេរិកប្រកាសដំឡើងពន្ធ 49% សម្រាប់ទំនិញកម្ពុជា វ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% នៃលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែម ប្រធានាធិបតី Donald Trump បានប្រកាសបន្ថែមអត្រាពន្ធនាំចូល tariff ថ្មីចំពោះប្រទេសផ្សេងៗដែលខ្លះមានអត្រាឡើងដល់ 49% ហើយកម្ពុជាជាតួលេខខ្ពស់ជាងគេនេះបើតាមការចុះផ្សាយពីសារព័ត៌មាន NBC លោក Trump នៅព្រឹកនេះបាននិយាយថា Oh look at Cambodia ខណៈពេលដែលកំពុងអានតារាងពន្ធគយថ្មីដែលទើបប្រកាសចេញខណៈដែលប្រទេសកម្ពុជាទទួលបានពន្ធគយនាំចូលអាមេរិកខ្ពស់បំផុតរហូតដល់ទៅ 49% នៅពេលដែលលោក Donald Trump កំពុងអានតារាងពន្ធថ្មីរបស់គាត់នៅថ្ងៃ Liberation Day លោកបានឈប់បន្តិចនៅពេលដែលអានដល់ប្រទេសកម្ពុជាហើយបាននិយាយថាអូហូក្រឡេកមកមើលប្រទេសកម្ពុជាវិញ 97% យើងនឹងទម្លាក់មកនៅត្រឹម 49% ពួកគេបង្កើតទ្រព្យសម្បត្តិជាមួយសហរដ្ឋអាមេរិកខណៈដែលហ្វូងមនុស្សនៅក្នុងសន្ទរកថាហាក់សើចចំអកការប្រកាសនេះមានន័យថាទំនិញដែលនាំចេញពីប្រទេសទាំងនោះទៅកាន់សហរដ្ឋអាមេរិកនឹងត្រូវបង់ពន្ធច្រើនជាងមុនឬថ្លៃពន្ធខ្ពស់ជាងមុនប្រទេសកម្ពុជានឹងត្រូវដំឡើងពន្ធរហូតដល់ទៅ 49% វៀតណាម 46% ថៃ 36% ចិន 34% ឥណ្ឌា 26% កូរ៉េ 25% សហភាពអឺរ៉ុប 20% និងអង់គ្លេស 10% គួរឲ្យកត់សម្គាល់ថាអាមេរិកគឺជាទីផ្សារធំបំផុតរបស់កម្ពុជាក្នុងការនាំទំនិញបន្ទាប់មកសហភាពអឺរ៉ុប ចិន កាណាដា ចក្រភពអង់គ្លេស ជប៉ុន អូស្ត្រាលី និងបណ្ដាប្រទេសក្នុងតំបន់អាស៊ានដូចជាវៀតណាម ថៃ សិង្ហបុរីជាដើមនេះបើយោងតាមទិន្នន័យអគ្គនាយកដ្ឋានពន្ធគយនិងរដ្ឋកោកម្ពុជា